ជីវិតអ្នកចំការបងប្អូនអើយតម្រាំតាយើងរស់លុយបានធ្វើផ្ទះធ្វើសំបែងមិនមែនជាការងាយស្រួលទេចានេះរំលឹកឡើងវិញកាលពីសម័យកូវីដចាសម័យកូវីដគឺគេបិទបន្ទប់ទាំងអស់អត់ដឹងថាយើងត្រូវធ្វើអីអត់ដឹងមានចំណូលអីបានធ្វើអីបានទេមានអ្នកនឹកឃើញទៅយើងមានស្រែមានចំការទៅធ្វើកូនផ្ទះមួយចិញ្ចឹមមាន់ចិញ្ចឹមទាដាំដំណាំតំណោចនៅខាងស្រុកស្រែចំការវិញហើយនាងខ្ញុំនិងគ្រួសារក៏សម្រេចចិត្តថាយើងទៅធ្វើកូនផ្ទះមួយដើម្បីចិញ្ចឹមមាន់ចិញ្ចឹមទានិងដាំដំណាំនៅខាងស្រុកកំពង់ត្រាចខេត្តកំពតចាហើយនេះខ្ញុំតរំតែធ្វើហើយហ្នឹងគឺយើងមានអារម្មណ៍ថាវាពិបាកគួរសមដែរចាយើងត្រូវចាប់ដើមថ្មីទាំងអស់ណាអ្នកគ្នាដីស្រែអញ្ចឹងយើងត្រូវការចាក់ដីច្រើនយើងត្រូវការធ្វើជីកដងទឹកចាតប្រព័ន្ធខ្សែភ្លើងចាហើយនេះខ្ញុំចាប់ដើមធ្វើនឹងដំបងឡើយនៅខាងស្រុកស្រែជនបទគេមានជំនឿសុំម្ចាស់ទឹកម្ចាស់ដីចាសុំម្ចាស់ទឹកម្ចាស់ដីដើម្បីជីកក្លោកធ្វើផ្ទះហ្នឹងចានេះនាងខ្ញុំក៏រៀបចំតាមប្រពៃណីអ្នកខាងស្រុកកំពង់ត្រាចខេត្តកំពតហ្នឹងចាហើយយើងធ្វើខ្លួនឯងអ្នកនរគ្នាយើងដាក់ចិត្តដាក់កាយទាំងគ្រួសារខ្ញុំទាំងកូនហើយមានបងប្អូនក៏ជួយធ្វើដែរទ្រាំតែបានកូនផ្ទះមួយយកដើម្បីទៅដាំដំណាំចំមាន់ចំទានៅនឹងចានេះយើងធ្វើទ្រាំតែបានគួរសមដែរដោយសារយើងត្រូវការចាក់ដីច្រើនដីស្រែអ្នកនរនឹងស្រេចដីស្រែគឺទៀបអញ្ចឹងដែលយើងធ្វើស្រែបានណាអញ្ចឹងទ្រាំតែយើងបានធ្វើផ្ទះបានហ្នឹងគឺយើងត្រូវចាក់ដីច្រើនឡានមែនតែនចូល30-40ឡាន50ឡានណាអ្នកគ្នាអើយចានេះបានចេញជារូបរាងបដាហើយចាហ្នឹងពីអតីតកាលដែលនាងខ្ញុំធ្លាប់ឆ្លងកាត់មកចាហើយបានផ្ទះប៉ុណ្ណេះយ៉ាងស្រស់ស្អាតចា